ធ្វើដំណើរឆ្លាតវៃរបៀបដែល Binance Pay ធ្វើឲ្យ crypto មានប្រយោជន៍សម្រាប់ភ្ញៀវទេសចរនៅវៀតណាមនិងហ្វីលីពីនការធ្វើដំណើរទៅប្រទេសថ្មីម្ដងតែងតែមានបញ្ហាតូចប៉ុន្តែបង្កើតភាពតានតឹងភ្ញៀវទេសចរត្រូវប្តូរប្រាក់ជិះវៀងថ្លៃសេវាលាក់លៀមកាន់សាច់ប្រាក់និងស្គាល់ប្រព័ន្ធទូទាត់ដែលមិនស្គាល់ទោះជាយ៉ាងណាសម័យ Digital ក៏នៅតែធ្វើឲ្យការទូទាត់ឆ្លងប្រទេសមានភាពស្មុគស្មាញបច្ចេកវិទ្យាទូទាត់ crypto ថ្មីកំពុងផ្លាស់ប្តូរបទពិសោធន៍នេះ Binance Pay ឥឡូវអនុញ្ញាតឲ្យភ្ញៀវទេសចរដែលទៅវៀតណាមនិងហ្វីលីពីនអាចបង់ប្រាក់ទៅកាន់ហាងដោយប្រើ crypto តាមរយៈការ scan QR code មូលដ្ឋានការភ្ជាប់នេះបង្កើតស្ពានរវាងទ្រព្យ Digital សកលនិងប្រព័ន្ធទូទាត់ក្នុងស្រុកដែលប្រើប្រាស់ជាទូទៅនៅហ្វីលីពីន Binance Pay ភ្ជាប់ជាមួយ Curve និង InstaPay ដែលជាប្រព័ន្ធខទូទាត់ដែលមានការប្រើប្រាស់ទូលំទូលាយភ្ញៀវទេសចរអាច scan QR code របស់ហាងហើយបង់ប្រាក់ភ្លាមដោយប្រើ crypto ក្នុងកន្លែងនៅវៀតណាម Binance Pay ភ្ជាប់ជាមួយ Vietcom និង Momo ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរធ្វើការទូទាត់បានដូចគ្នាមុខងារនេះត្រូវបានរចនាឡើងសម្រាប់អ្នកប្រើក្រៅប្រទេសដើម្បីធ្វើឲ្យបទពិសោធន៍ទូទាត់មានភាពរលូននិងងាយស្រួលដំណើរការទូទាត់មានភាពសាមញ្ញអ្នកប្រើបើកកម្មវិធី Binance Pay scan QR code បញ្ចូលចំនួនប្រាក់បើចាំបាច់ជ្រើសរើស crypto បញ្ជាក់ដោយការចាក់សោពីជាន់ការទូទាត់ត្រូវបានបញ្ចប់ភ្លាមសុវត្ថិភាពគឺជាចំណុចសំខាន់អ្នកប្រើត្រូវបំពេញការផ្ទៀងផ្ទាត់អត្តសញ្ញាណ KYC និងបើកការចាក់សោពីជាន់វាជួយធានាថាការទូទាត់មានសុវត្ថិភាពនិងគោរពតាមបទបញ្ញត្តិការភ្ជាប់នេះបង្ហាញពីនិន្នាការធំមួយក្នុងហិរញ្ញវត្ថុ Digital Crypto ក្លាយជាអនុវត្តពិតនៅពេលវាភ្ជាប់ជាមួយទម្លាប់ទូទាត់ប្រចាំថ្ងៃការ scan QR code គឺជារឿងធម្មតានៅអាស៊ីពេល Crypto ភ្ជាប់ជាមួយប្រព័ន្ធទាំងនេះវាក្លាយជាផ្នែកនៃជីវិតប្រចាំថ្ងៃសម្រាប់ភ្ញៀវទេសចរវាមានន័យថាអាចកាត់បន្ថយបញ្ហាជាច្រើនមិនចាំបាច់កាន់សាច់ប្រាក់ច្រើនមិនបារម្ភអំពីអត្រាប្តូរប្រាក់និងអាចបង់ប្រាក់បានក្នុងរយៈពេលប៉ុន្មានវិនាទីសំខាន់ណាស់ត្រូវយល់ថាបច្ចេកវិទ្យានេះផ្ដោតលើការប្រើប្រាស់ពិតមិនមែនលើប្រាក់ចំណេញឬការជួញដូរឡើយវាបង្ហាញថា Crypto អាចជួយបំពេញតម្រូវការជាក់ស្ដែងក្នុងជីវិតប្រចាំថ្ងៃជាសរុបការ scan QR code ហើយបង់ប្រាក់ដោយ Crypto គឺជាជំហានតូចប៉ុន្តែមានអត្ថន័យធំវាបង្ហាញថាបច្ចេកវិទ្យាអាចកាត់បន្ថយភាពស្មុគស្មាញបង្កើនភាពងាយស្រួលនិងធ្វើឲ្យការធ្វើដំណើររលូនសម្រាប់មនុស្សជុំវិញពិភពលោករួចបំពេញកូដដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏ Email បើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Next ពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREA បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបកណ្ដាលគេឬក៏យើងប្រើជាប៉ាសពតបងប្អូនមានអីដាក់នឹងដើម្បីបង្កើតកណេឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើកទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើង scan មុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ